มันគួរជឿដែលមហាពុទ្ធបរិស័ទលោកនៅតែទៅរកព្រះអង្គច័ន្ទមនីនៅក្នុងទីអាស្រមនៅក្នុងកោះដើមធ្លកបងប្អូនចាប់អារម្មណ៍លើពាក្យអាស្រមឯងខ្ញុំឮសូរតែគេដំណាលប៉ុន្តែចៃដន្យថ្ងៃមួយបានទៅសួរអម្ចាស់គាត់ថាអាស្រមនេះមកពីពាក្យថាអាស្រ័យមានន័យថាកន្លែងស្នាក់នៅតែគេច្រើនតែប្រើសំដៅទៅលើកន្លែងតបោះឥសីគេធ្វើអាស្រមក្នុងព្រៃក្នុងអីចឹងណាប៉ុន្តែផ្ទះសម្បែងយើងនៅដូចគ្នាតែមិនត្រូវបានគេហៅថាអាស្រមទេជាលំនៅឋានជាផ្ទះប៉ុន្តែន័យដូចគ្នាបងប្អូនណានៅអាស្រមនេះដែលខ្ញុំបានធ្លាប់ទៅបងប្អូនតិចស្ទឹងអូព័ទ្ធជុំវិញនៅលើកោះហ្នឹងហ្មងអាស្រមហ្នឹងហើយនៅមុខអាស្រមនេះគឺមានដាក់រូបចម្លាក់បាទព្រះគូអត់មានព្រះកែវទេមានតែព្រះគូហើយព្រះគូនោះធ្វើអំពីស្ពាន់បាទតិចស្រាប់ហើយនៅទីរោងនេះទីអាស្រមនេះក៏តិចដែរបងប្អូនខ្ញុំបានទៅគេងទៀតណាអានឹងអស់កម្លាំងពេកទៅអត់ឯងណែចាំព្រះអង្គច័ន្ទមនីមកពីខេត្តបាត់ដំបងម៉ោងប្រហែលជា1រសៀលថាគេងបញ្ចូលថ្មទូរស័ព្ទទេជាមួយសន្តិសុខស្រាប់ទៅលក់ទៅដូចមានអារម្មណ៍ថាអូយស្ងប់ស្ងាត់អញ្ចឹងបានគេហៅថាអាស្រមជាទីដែលសម្រាប់តបោះឬឥសីនៅជាទីដែលសម្រាប់ធ្វើឲ្យចិត្តស្ងប់ស្ងាត់អាស្រមណាវាខុសពីផ្ទះបន្តិចបាទបងប្អូនមីងមាបងប្អូនពុទ្ធបរិស័ទលោកតែងតែទៅកន្លែងអាស្រមនេះហើយក្នុងការអញ្ជើញទៅនោះមិនថាតែបងប្អូនប្រជាបរិស័ទជាជនជាតិខ្មែរទេស្ទើរតែមានទាំងជនជាតិបរទេសទៀតបងប្អូនណាបាទនៅក្នុងនោះមានជនជាតិស្បែកសអីក៏ទៅរកព្រះអង្គដែរបាទទាំងយប់ពេលខ្លះនៅចាំទាំងយប់ចឹងទៅពេលខ្លះទៅក៏ជួបថ្ងៃជុំការមិនបានជួបព្រះអង្គទៀតប៉ុន្តែលោកយកបច្ច័យមួយចំនួនហ្នឹងដាក់នៅក្នុងពុទ្ធបូជាហឹបបូជាអីចឹងណាឥឡូវនេះទីវត្តតាសុតឥឡូវបើមែនតែនទៅបងប្អូនធ្លាប់បានទៅលោកស្គាល់ហើយលោកដឹងហើយស្ទើរតាគ្មានកន្លែងណាមួយដែលអត់ស្អាតហើយយើងដើរកំសាន្តមកវត្តហ្នឹងមួយថ្ងៃសឹងថាមិនចង់អស់កន្លែងបាទមានទាំងរូងតាដេញណែរោងសម្រាប់ធ្វើធัวមានរហាត់ទឹកមានស្ពានអូចម្លងកមានអាស្រមនេះជាដើមបាទហើយកោះកូនធ្លកហ្នឹងក៏នៅករាលនឹងទៀតអូយមានជាទីសក្ការៈបូជាមួយដែលទាន់សម័យលំអានចម្លាក់បែបបុរាណតែទាន់សម័យវាទំនើបបងប្អូនគួរឲ្យសរសើរនៅសទ្ធាទឹកចិត្តរបស់បងប្អូនមួយចំនួនដែលលោកខំប្រឹងលះបង់សទ្ធាចូលជាបច្ច័យមួយចំនួនតាមសទ្ធារបស់ពួកគាត់ណាដើម្បីកសាងវត្តរវាងពុទ្ធបរិស័ទទូទៅនេះមិននិយាយទៅដល់ថ្នាក់ដឹកនាំធំមួយចំនួនធំដែលលោកបានមួយចំនួនទូចខ្ញុំថាធំបងប្អូនណាកុំឲ្យខុសគឺលោកបានចេញមុខការពារកសាងមិនចេញមុខការពារចេញមុខកសាងសំទោសកសាងមានទាំងស្រះទឹកមានទាំងសាលាឆាន់មានទាំងព្រះវិហារអូយអត់ខ្វះទេបងប្អូនអើយហើយនៅក្នុងនោះក៏មានកសាងអ្វីច្រើនទៀតមានទាំងលបងជាពិសេសលោកអុកញ៉ាជំទាវបណ្ឌិតសៀងច័ន្ទហេងបាទគាត់ចេញមុខចេញការកសាងនៅទីវត្តសុទ្ធនឹងច្រើនមែនទែនបាទស្ពានអូចម្លងកនោះក៏លោកកសាងលបងអូច្រើនអញ្ចឹងតសុទ្ធកាលពីប្រហែលឆ្នាំមុនផ្សេងជាទីឋានស្ងប់ស្ងាត់ជាទីឋានមានតែសត្វយំរីឯសំណង់ស្ថាបត្យកម្មអីនៅកសាងក្នុងវត្តអត់ទេមានតែតូបមានតែអាស្រមអីចឹងទេតែឥឡូវបងប្អូនអើយវត្តល្មមមិនស្មើនឹងវត្តសុទ្ធទេសមិទ្ធផលរីកដុះដាលហើយមិនត្រឹមតែប៉ុណ្ណោះដូចជាយើងមើលខាងក្រៅទៅដែលខ្ញុំមើលឲ្យពិនិត្យមិនត្រឹមតែធ្វើឲ្យចិត្តយើងស្ងប់ស្ងាត់ក្នុងការទៅលេងវត្តប៉ុណ្ណោះទេក្រោយពីយើងបានឃើញទស្សនវិជ្ជាទូទៅរបស់វត្តថែមទាំងបង្កើននៅប្រាក់ចំណូលដល់បងប្អូន
ដែលលោកទៅលក់ដូរទៀនធូបផ្កាភ្ញីអីអូយហូហែល្អមែនតែនវត្តសុទ្ធបងប្អូនទៅដល់មានទឹកចិត្តជ្រះថ្លាមានស្ពានធ្វើប្រប្រាស់មាត់អូនឹងបាទនៅខាងក្នុងវត្តវិញសំបីតែដំបូកដែលដុសទួលហ្នឹងក៏អត់ត្រូវបានឈូសឆាយដែររក្សាលើកលែងថាដំបូកហ្នឹងចំផ្លូវទៅត្រូវដើរឆ្លងកាត់អីនឹងបានឈូសបើអត់ទេទុកនៅនឹងហ្មងសម្រាប់ឲ្យបងប្អូនមើលពីទស្សនវិជ្ជាពីមុននឹងឥឡូវអញ្ចឹងណានឹងប្រហែលជាកំណត់ព្រះអង្គលោកធ្វើបែបនេះហើយនៅទីឋាននេះមួយជាទីអាស្រមរបស់ព្រះអង្គក្រោយពីអាស្រមដែលលោកចម្រើនពធហ្នឹងមានតាំងមន់តាំងអីផ្សេងនេះព្រះអង្គលោកមកទទួលចង្ហាន់វ៉ាន់ជើនពីពុទ្ធបរិស័ទបាទធនបាំងស្គលបាំងអីពេលថ្ងៃពេលអីហ្នឹងគឺនៅកន្លែងនេះហើយបងប្អូនហើយកន្លែងនេះតិចបាទតិចមែនតើហើយគេអត់រុះរើទេបងប្អូនអ្វីដែលធ្លាប់មានពីមុនមកមិនគេទុកចឹងដើម្បីឲ្យកូនក្មួយបានស្គាល់ពីអ្វីដែលវត្តបានកសាងដំបូងឡើយវាមានស្ថានភាពយ៉ាងម៉េចហើយវត្តតសុតបច្ចុប្បន្ននេះមានស្ថានភាពយ៉ាងម៉េចនឹងឲ្យដឹងចឹងណាបងប្អូនទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីនៅអាស្រមមួយទៀតបាទដែលយើងល្បីលោកតាសុតបាទអាហ្នឹងជាឈ្មោះរបស់តាមម្នាក់ដែលគាត់បានបរិច្ចាគដីហ្នឹងឲ្យវត្តកសាងវត្តតាសុតហ្នឹងអញ្ចឹងក៏សម្រេចចិត្តដាក់ឈ្មោះវត្តតាសុតបាទអាស្រមមួយទៀតនៅកណ្ដាលវត្តឯនោះគឺមានកន្លែងដាំទឹកដាំតែបងប្អូនដាំតែធ្វើភ្នក់ពេញមួយយប់មួយថ្ងៃបងប្អូនទៅជាងទៅជួនកាលគាត់សុំទឹកថ្នាំហ្នឹងជួនកាលក៏ឲ្យជូនជាបច្ច័យដល់អ្នកមើលថែនៅនឹងខ្លះចឹងទៅហើយយើងបានទឹកមួយដបកន្លះដបតូចដបធំចឹងទៅយកមកញ៉ាំអ្នកខ្លះឮសូរថាគាត់និយាយនឹងតាណាថាជារោគជាអីទៀតណាអានឹងដោយសារតែការជ្រះថ្លាខ្លាំងក៏មិនដឹងបាត់អាការឈឺចាប់បាត់អាភាពប្របាក់អីតបប្រមល់ទល់ពធអញ្ចឹងណាតាមខ្ញុំគិតហើយម្យ៉ាងឬឈើមើមឈើមែនតើទៅវាជាអត់សុតមួយដែរបាទជាសុតដែរហើយអានេះគាត់មិញមានបងប្អូនដែលគាត់ទៅនឹងហើយខ្ញុំសួរគាត់ថាប្រកែឬក៏និយាយថាគាត់ដាក់ទៅបាត់ហ្នឹងហើយខ្ញុំក៏បានឆ្លៀតជាវមកមិនជាគេឲ្យគាត់ថាយើងចេះជួយជូនបច្ច័យដល់អ្នកដាំអញ្ចឹងគាត់ខំអស់អីដាំបាទប៉ុន្តែខ្ញុំហូបទៅអត់ទេធម្មតាអត់ធម្មតាសារតែខ្ញុំអត់សូវមានជំងឺក៏មិនដឹងហូបទៅដូចទឹកតែធម្មតាបាទប៉ុន្តែបងប្អូនយល់តាមីងមួយចំនួនគាត់ថាគាត់ឈឺស្ពឹកដៃស្ពឹកជើងអត់សូវស្រស់ថ្លាឬក៏មានជំងឺកាពះពោះវៀនអីហ្នឹងដាក់ទឹកបាត់របស់គាត់ណែវាទៅចេះវិញអរគុណពុកម៉ែបងប្អូននេះគ្រាន់តែខ្ញុំយកមកដំណើរពាក់ព័ន្ធទៅនឹងទីអាស្រមពាក្យថាអាស្រមមានន័យថាជាអាស្រមនឹងទីអាស្រ័យសម្រាប់អ្នកបួសជាទីអាស្រ័យស្នាក់នៅធ្វើចិត្តឲ្យស្ងប់រងាប់គេហៅថាអាស្រមបាទនៅអាស្រមព្រះអង្គច័ន្ទមនីនៅវត្តសុទ្ធនេះជាដើមអរគុណដែលបានតាមដានទស្សនាវីដេអូនេះហើយជួយចែករំលែកវីដេអូនេះទៅដល់បងប្អូនជាច្រើនទៀតឲ្យគាត់បានទស្សនានិងស្ដាប់នៅខ្លឹមសារស្ដីអំពីអាស្រមនៅវត្តសុទ្ធនេះផងបាទ